ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីនិយោជកគឺជារូបវ័ន្តបុគ្គលដែលបម្រើការងារស្របតាមលក្ខខណ្ឌចំនួន2ក្នុងចំណោមលក្ខខណ្ឌទាំងឡាយដូចខាងក្រោម 1. គ្មានហានិភ័យនៃការមិនបានទទួលប្រាក់ទូទាត់ចំពោះសកម្មភាពបម្រើការងាររបស់ខ្លួនឡើយការបើរូបវ័ន្តបុគ្គលនោះបានមកធ្វើការតាមទីកន្លែងដែលបានកំណត់ហើយបានបំពេញការងារដូចមានចែងក្នុងកិច្ចព្រមព្រៀងបម្រើការងារជាទូទៅទោះធ្វើដោយផ្ទាល់មាត់ឬជាលាយលក្ខណ៍អក្សរក្តី 2. រូបវ័ន្តបុគ្គលមិនអាចកំណត់ពេលវេលានិងទីកន្លែងសម្រាប់បំពេញសកម្មភាពបម្រើការងារដោយខ្លួនឯងទេ 3. រូបវ័ន្តបុគ្គលពុំចាំបាច់ចំណាយដើមទុនដើម្បីទិញឧបករណ៍ដែលត្រូវប្រើប្រាស់សម្រាប់បំពេញសកម្មភាពបម្រើការងារ 4. រូបវ័ន្តបុគ្គលមិនបំពេញសកម្មភាពបម្រើការងារឲ្យបុគ្គលច្រើនអ្នកទេក្នុងពេលតែមួយព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DAS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ